ហុងស៊ុយលេខទូរស័ព្ទបងប្អូនទាំងអស់គ្នាតាំងចិត្តក្នុងការស្ដាប់ណាคลิปវីដេអូនេះគឺពិសេសខ្លាំងតែម្ដងបងប្អូនទាំងអស់គ្នាចាលេខដែលអ្នកគ្រូកំពុងតែលើកឡើងនេះជាអំណាចនៃលេខល្អចាចូលរួមត្រេកអរផងបើសិនជាបងប្អូនមានលេខដូចអ្នកគ្រូកំពុងតែលើកឡើងគឺលេខចា39ក៏ដូចជា93ចាលេខនេះហៅថាលេខជ័យជំនះណាបងប្អូនទាំងអស់គ្នាចាអំណាចនៃលេខជ័យជំនះតែម្ដងមិនថាតែយើងប្រឡងប្រណាំងពុទ្ធវិជ័យអ្វីមួយនោះឡើយគឺយើងមានសិទ្ធិឈ្នះគេដោយងាយឬការរកស៊ីរបស់យើងអត់ដឹងទេថាអ្នកណាគេស្អប់យើងអ្នកណាគេស្រឡាញ់យើងនោះពេលខ្លះគេប៉ងមិនល្អមកលើយើងណាបងប្អូនទាំងគ្នាក៏ប៉ុន្តែហាក់បីដូចជាគេធ្វើអីយើងអត់កើតទេចាបើសិនជាយើងមានលេខនេះនៅក្នុងលេខទូរស័ព្ទដៃរបស់យើងណាបងប្អូនទាំងគ្នាហាក់បីដូចជាយើងមិនធ្វើអ្វីប៉ុន្តែយើងដូចមានរាសីចាដូចមានរាសីដូចឈ្នះគេណាបងប្អូនទាំងគ្នាចាថារកស៊ីលក់ដូរអីចឹងយើងលក់ដាច់ជាងគេចាប៉ុន្តែបងប្អូនលេខទូរស័ព្ទមិនមែនយកតែមកគូបែបនេះទេក្បាលមិនសំខាន់អ្វីដែលសំខាន់គឺសំខាន់6និង7លេខណាបងប្អូនទាំងអស់គ្នាអ្នកគ្រូបញ្ជាក់ឲ្យហើយចា6និង7លេខនោះត្រូវតែនៅក្នុងធម៌ពលលេខល្អស្ថិតនៅក្នុងលេខសេរីសួស្តីទាំងអស់ណាបងប្អូនអញ្ចឹងបងប្អូនទៅឆែកមើលលេខទូរស័ព្ទរបស់បងប្អូនទាំងអស់គ្នាថាតើទាំង6និង7លេខរបស់បងប្អូនហ្នឹងមានចំណុចកន្លែងណាដែលខូចតែអត់ចាព្រោះលេខខ្លះទៅមានលេខ39នៅក្នុងហ្នឹងប៉ុន្តែមានលេខ0ដែរអញ្ចឹងអត់គិតថានៅក្នុងលេខសេរីសួស្តីទេណាអ្នកគ្រូបញ្ជាក់ឲ្យហើយណាបងប្អូនទាំងអស់គ្នាដូច្នេះសម្រាប់ដល់បងប្អូនចង់ដឹងទាក់ទងនឹងលេខទូរស័ព្ទរបស់បងប្អូនល្អមិនល្អចានៅយុគសម័យកាលយុគ9នេះល្អមិនល្អចានៅជាមួយនឹងការងាររបស់បងប្អូនហ្នឹងតើលេខរបស់បងប្អូនត្រូវនឹងអាជីពការងាររបស់បងប្អូនដែរទេចាប្រើទៅយ៉ាងម៉េចដែរនោះបងប្អូនតំណងមកអ្នកគ្រូដល់ផ្ទាល់ចាតាមរយៈលេខ Telegram ក្តីតាមរយៈ chat page ជាដើមណាបងប្អូនទាំងអស់គ្នាចាឲ្យបងប្អូនពិសេសខ្លាំងបងប្អូនពេលដែលយើងប្រើលេខដែលមានសេរីសួស្តីបងប្អូនអរគ្នាវាធ្វើឲ្យជីវិតរបស់យើងហ្នឹងចារីកចម្រើនធ្វើអ្វីតែងតែបានជោគជ័យចាលឿនឧទាហរណ៍ថាយើងមានបញ្ហានៅក្នុងជីវិតរបស់យើងតែយើងមានបញ្ញាក្នុងការដោះស្រាយបានលឿនចាហើយវាដូចជាយើងនឹងមានគេហៅថាភាពឆ្លាតវៃណាបងប្អូនបើយើងជាអ្នករកស៊ីឬក៏យើងជាអ្នកជំនួញជួញដូរហ្នឹងបែបលុយកាក់មកដោយងាយណាបងប្អូនអរគ្នាប៉ុន្តែអ្នកគ្រូបញ្ជាក់គឺស្ថិតនៅក្នុងលេខល្អទាំងអស់ណាបើឲ្យល្អបំផុតនោះឲ្យត្រូវនឹងខែឆ្នាំកំណើតទៀតឲ្យ support នឹងខែឆ្នាំកំណើតឲ្យ support នឹងជាមួយការងាររបស់បងប្អូនទៀតពិសេសខ្លាំងអូខេណាបងប្អូនទាំងអស់គ្នាសង្ឃឹមថា clip វីដេអូនេះបងប្អូនមានចំណេះឬក៏ហៅថាយល់ដឹងច្រើនណោះចាដោយក្តីស្រឡាញ់ណាចាចង់បាននៅលេខល្អចង់បាននៅលេខដែលមានសេរីសួស្តីអ្នកទៅមកអ្នកគ្រូចាប្រឹក្សាជាមួយអ្នកគ្រូសិនចាំរៀបចំលេខហ្នឹងបើសិនជាបងប្អូនចង់បាននៅចាលេខដែលមានសេរីសួស្តីលេខឲ្យត្រូវនឹងយុគ9ណាដោយក្តីស្រឡាញ់ពីអ្នកគ្រូចា